ខ្ញុំទទួលស្គាល់ថាស្ត្រីយើងមានរូបរាងកាយទុនសោយជាងបុរសភេទប៉ុន្តែមិនប្រកាសថាផ្លូវចិត្តយើងទុនសោយជាងបុរសភេទទេហើយកុំខ្លាចនឹងដើរទៅរកវាសំខាន់គឺយើងត្រូវមានគោលដៅឲ្យច្បាស់លាស់សម្រាប់ខ្លួនឯងថាយើងត្រូវការអ្វីចង់បានអ្វីជំរាបសួរខ្ញុំឈ្មោះ Scarlett តាំងសប្តាហ៍ថ្ងៃគឺជាអ្នកជំនួយម្នាក់ទម្រាំទៅដល់មកដល់ចំណុចមួយនេះគឺយើងឆ្លងកាត់ជាមួយនឹងបទពិសោធន៍ជាច្រើនដែលខ្ញុំចាប់ផ្ដើមតាំងពីឆ្នាំ2015ដែលខ្ញុំចាប់ផ្ដើមពីបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយរហូតមកដល់ឆ្នាំ2017ទើបខ្ញុំចាប់ផ្ដើមបើកនៅអាជីវកម្មមួយផ្ទាល់ខ្លួនគឺយើងប្រោតទៅលើវិស័យផ្សព្វផ្សាយពាណិជ្ជកម្មអាចនិយាយបានថាយើងក៏ទទួលបានការជោគជ័យមែនទែននៅក្នុងកំឡុងពេលហ្នឹងដោយសារតែខ្ញុំចាប់ផ្ដើមពីធីម3ទៅ4នាក់រហូតដល់30នាក់ជាងរហូតមកដល់ឆ្នាំ2018ទើបខ្ញុំចាប់ផ្ដើមនៅអាជីវកម្មមួយទៀតទៅលើវិស័យគ្រឿងសម្អាងប៉ុន្តែដោយសារតែនៅក្នុងកំឡុងឆ្នាំ2020មានបញ្ហា COVID-19 បានចូលមកធ្វើឲ្យខ្ញុំផ្អាកនៅអាជីវកម្មទាំងស្រុងតែម្ដងកំឡុងពេលហ្នឹងសួរថាប៉ះពាល់ផ្លូវចិត្តទេគឺប៉ះពាល់តែអ្វីដែលធ្វើឲ្យខ្ញុំដើរមកដល់ចំណុចមួយនេះបានគឺខ្ញុំមិនបោះបង់ខ្លួនឯងក៏ដូចជាគោលដៅមួយដែលខ្ញុំត្រូវការនឹងអញ្ចឹងវាជាកម្លាំងរុញច្រានមួយរហូតឲ្យខ្ញុំដើរមកដល់ថ្ងៃនេះពីដួងើបរហូតដល់ឥឡូវនេះអាចនិយាយថាខ្ញុំងើបបាននៅចំណុចមួយទៀតហើយដោយសារតែខ្ញុំបានយកនៅម៉ាកយីហោលំដាប់អន្តរជាតិមួយសម្លៀកបំពាក់បរិសុទ្ធ HLAក្នុងនាមខ្ញុំជាស្ត្រីម្នាក់ខ្ញុំចង់លើកទឹកចិត្តទៅឲ្យបងក៏ដូចជាអូនស្ត្រីទាំងអស់ដាក់គោលដៅក៏ដូចជាក្តីសម័យខ្លួនឯងឲ្យច្បាស់លាស់ហើយកុំខ្លាចនឹងដើរទៅរកវាសំខាន់គឺយើងត្រូវមានគោលដៅឲ្យច្បាស់លាស់សម្រាប់ខ្លួនឯងថាយើងត្រូវការអ្វីចង់បានអ្វីខ្ញុំទទួលស្គាល់ថាស្ត្រីយើងមានរូបរាងកាយទុនសោយជាងបុរសភេទប៉ុន្តែមិនប្រកាសថាផ្លូវចិត្តយើងទុនសោយជាងបុរសភេទទេអញ្ចឹងអ្វីដែលសំខាន់គឺព្យាយាមដាក់គោលដៅខ្លួនឯងឲ្យបានច្បាស់ហើយដើរទៅរកគោលដៅមួយដែលយើងគិតថាជាអ្វីដែលយើងពិតជាចង់បានសម្រាប់ជីវិតមួយនេះរីករាយទិវានារីអន្តរជាតិ Drive your ambition Mitsubishi Motors